chẳng pe bong bồn trong print mà đòn tiết dương chọn một tiệm đó đấy chẳng xem cá pra ở copy model môn này bong bồn flop tinh tới còn là icon via hay interface với hiện đồ chứ á chẳng là bờ sân giờ bong bồn vô tới pra mình dùng ngồi lấy chăm xu và thay bán đây bong bồn hả cái này vừa cả bằng hai vì là tập hợp machine print delay print ngay phật cầm nát print barcode print a delay rồi mọi việc shop bong bồn đại diện thời cả customize nè chẳng machineนี้មកជាមួយនឹងប្រអប់បែបនេះហើយយើងមានបន្ទាត់មួយនេះបន្ទាត់ទុកយើងសេរីនៅលើផលិតផលនេះមាន USB សម្រាប់ជាប់ logo ហើយនេះមានទឹកថ្នាំមួយហើយនេះម៉ាស៊ីនណាដោយសារម៉ាស៊ីននេះ interface វាគេធ្វើតាមបែប Windows អញ្ចឹងខ្ញុំធ្វើការថតឡើងវិញដោយសារយើងលក់កន្លងមកប្រភេទ iOS ហើយនេះប្រភេទ Windows វិញណាអញ្ចឹងicon ឬក៏ logo នៅលើម៉ាស៊ីនវាអត់សូវខុសគ្នាហ្មងទេគាត់ថាពេលខ្លះបងប្អូនគាត់ប្រើគាត់ដល់ត្រូវការបង្ហាញអញ្ចឹងណាអញ្ចឹងនៅលើនេះដូចគ្នាបើសិនជាបងប្អូនចង់លុបយើងចុចវាចេញក្រហមមកយើងចុច delete មកនឹងលុបហើយណាហើយយើងចង់ add text យើងចុច add មកបងចង់ដាក់ថ្ងៃខែចង់ដាក់ជាអក្សរឬក៏ចង់ដាក់ជា QR code យើងអាចរើសនៅលើនឹងបានណាអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ខ្ញុំ add អក្សរអញ្ចឹងណាយើងយក text អញ្ចឹងយក text ហើយយើងចុចលើវាមកនេះមកនេះវាចេញ keyboard ដូចក្នុងទូរស័ព្ទដៃអញ្ចឹងអានេះប្រភេទ Windows វាមើលទៅវាស្រួលប្រើជាង iOS អញ្ចឹងឧទាហរណ៍ថាខ្ញុំវាយលេខទូរស័ព្ទ012 86 16 89ណាហើយបងប្អូនក៏ចុច tick មកនេះនៅលើនេះបងប្អូនអាចបដូរ font ឧទាហរណ៍បើយើងចង់បដូរ font នេះបដូរ font គឺអានេះយើងបដូរ font ទៅវាឃើញនៅលើហ្នឹងហ្មងយើងមិនបាច់ចេញចូលច្រើនដងដោយអា model មួយទៀតទេណានេះ font ចុចណាឥឡូវឧទាហរណ៍យើងចង់បដូរទំហំដល់យើងចង់ដាក់លេខ32ឬក៏យើងចង់ដក clear ពីមួយតួអក្សរទៅមួយតួអក្សរយើងអាចយក spacing នេះចឹងអានេះយើងដក clear យើង click clear ទៅឧទាហរណ៍ថាយើងអត់ចង់ដក clear វិញ spacing យើងដាក់0វិញមកនេះវាស្អិតចូលនេះវិញណាចឹងនេះមិញយកទំហំអក្សរគឺយើងយកប៉ុណ្ណឹងឧទាហរណ៍បងប្អូនចង់ឲ្យវាធំជាងហ្នឹងយើងយកពី edit មកយើងយក size ណាយើងយកនេះធំជាងហ្នឹងណាតើចង់ធំជាងហ្នឹងទៀតបងប្អូនមើលតាមហ្នឹងយើងចង់ធំប៉ុណ្ណាណាតែគ្រាន់តែម៉ាស៊ីននេះមុខ print មកវាគឺ 12.7 cm អញ្ចឹងធំបំផុតគឺធំ12ណានេះហេតុតែធំហ៎អញ្ចឹងពេលដែលបងប្អូនវាយហើយរបៀប save ឲ្យដូចគ្នាណាយើងក៏ចុចពាក្យ save យើងដាក់ឈ្មោះ file យើងចង់ដាក់ឈ្មោះ file អីគេណាឧទាហរណ៍ដាក់ file 001ចុច tick មកហើយណាអញ្ចឹងពេលបងប្អូនចង់បើក file ហ្នឹងវិញយើងយកពាក្យ open មកនេះមិញ file 001នេះ001ណាអូខេអញ្ចឹងពេលហើយបងប្អូនដាក់ទឹកថ្នាំយើងចុចក្បាលវាចុះបន្តិចមកហើយយើងរុញចូលធ្វើម៉េចឲ្យខាងមុខនេះស្មើគ្នានេះស្មើគ្នាហើយយើងបិទគូតខាងក្រោយមកហើយពេល print បងប្អូនអាចប្រើនេះជាបន្ទាត់ណានេះជាបន្ទាត់វានេះបងប្អូនឃើញមុខវា print ប៉ុណ្ណឹងឯងអញ្ចឹងមានន័យថានេះជាបន្ទាត់ឧទាហរណ៍ថាយើងចង់ print នៅចុងខាងនេះអញ្ចឹងយើងដាក់បន្ទាត់របស់យើងឲ្យចំមកហើយយើងចុចអានេះលើទីតណាអញ្ចឹងពេលបងប្អូនចង់ print ម្ដងទៀតយើងចុចមួយទៀតមកនេះអញ្ចឹងសម្រាប់ការប្រើប្រាស់អត់ខុសពី model មុនៗដែលបងប្អូនធ្លាប់ទិញទៅគ្រាន់តែ icon វាហើយ interface វារៀងដូរអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនយកទៅប្រើមានចម្ងល់អីចាំសួរបន្ថែមបានណានៅលើហ្នឹងវាមានដាក់ add ឬក៏ open ឬក៏ edit អីនៅលើហ្នឹងមានទាំងអស់ណាអញ្ចឹងពេលសាកថ្មបងប្អូនសាក direct អញ្ចឹងសម្រាប់ការសាកថ្មយើងមាន USB Type C នេះណាType C យើងដោតជាមួយក្បាល USB សម្រាប់សាកណាអញ្ចឹងសម្រាប់ដូចសាកក៏ងាយស្រួលដែរយើងអត់ពិបាកដូចម៉ាស៊ីនស៊េរីមុនដែលវាប្រើដូចសាកផ្ទាល់ជាមួយនឹងដូចដោតអញ្ចឹងពេលតែខូចដូចយើងពិបាករកដូចដាក់តែនេះ Type C អញ្ចឹងដូចទូរស័ព្ទដូចអីក៏យើងអាចសាកបានដែរណាអញ្ចឹងបងប្អូនមានតម្រូវការក្នុងការ print customize ព្រោះអីអានេះបងប្អូនខ្លះគាត់សួរប្រភេទគាត់ print ចង់ print logo លើកញ្ចប់តែម្ដង print logo លើកញ្ចប់តែម្ដងវាធ្វើឲ្យទឹកថ្នាំវាថ្លៃអញ្ចឹងបើយើងនិយាយ print logo ហ្មងវាអត់ចំណេញទេសម្រាប់ម៉ាស៊ីនបែបនេះណាអញ្ចឹងបើយើងចង់បន្ថែមសាញឬបន្ថែមថ្ងៃខែផុតកំណត់ឬចង់បន្ថែមលេខទូរស័ព្ទបន្ថែមអីយើងយកនេះទៅប្រើបានណាអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងមក20ដើម្បីព័ត៌មានថែមបានសូមអរគុណ